នេះគឺខ្ញុំប្រកាន់ថាខ្ញុំបាទនឹងមួយចែករំលែកអំពីព្រះធម៌ខ្លាចបាបតែធ្វើបាបនិយាយទៅបាសកបាសកាប្រកាន់ថាគុំម្ចាស់ទាំងអស់តែតែថាធ្វើអញ្ចេះបាបអត់ធ្វើអញ្ចោះបាបអត់ណាអ្នកសួរហ្នឹងគឺចង់ដឹងដើម្បីកែខ្លួនតែបើថាសួរហើយដឹងហើយមិនកែខ្លួននៅតែធ្វើទាំងអស់នោះគឺមិនឈ្មោះថាអ្នកដែលខ្លាចបាបទេបើថាខ្លួនឯងប្រកបជាមួយនឹងបាបហ្នឹងកិច្ចមិនបានឬក៏កែខ្លួនមិនបានហើយយើងទៅខ្លាចបាបមិនកើតខ្លាចតែមាត់ណាធ្វើហ្នឹងខ្លាចតែមាត់ខ្លាចតែមាត់ហ្នឹងថាឲ្យតែហើយពីមាត់អីចឹងទៅគឺតែនៅតែប្រព្រឹត្តធ្វើទាំងវើនោះទាំងអស់នោះដដែលឧទាហរណ៍ថាខ្ញុំសម្លាប់សត្វបាបអត់ខ្ញុំគិតអាក្រក់ចេះគិតអាក្រក់អញ្ចោះបាបអត់ណាអាហ្នឹងគឺអត់តែចិត្តគិតអាក្រក់គឺបាបហើយវាមិនមែនថាតើតែយើងនឹងទៅលួចផន់គេយើងទៅបៀតបៀនគេសម្លាប់គេបានបាបទេអាហ្នឹងត្រឹមតែចិត្តគិតហ្នឹងក៏វាបាបហើយព្រោះតួចិត្តគិតហ្នឹងគឺជាទៅថាឲ្យតែគិតអាក្រក់ប៉ុន្តែថាមួយខ្លះវាមានទង្វើធ្ងន់ជាងខ្លះមានស្រាលជាងណាសម្រាប់ទៅតាមកម្មណាដែលសម្រេចគឺមានបាបខ្លាំងអញ្ចឹងទៅតែត្រឹមតែចិត្តគិតហ្នឹងក៏វាមានបាបតែបាបខ្សោយអញ្ចឹងទៅវាអត់ទាន់បានសម្រេចនឹងបាបដូចគ្នាហើយអ្នកខ្លះតែងតែខ្លាចបាបណាតែចិត្តតែខ្លាចធ្វើចេះបាបធ្វើចោះបាបដល់ពេលតែទៅប្រព្រឹត្តគឺគ្រប់ទាំងអស់សិលទាំង5ហ្នឹងគឺគ្មានមួយណាមួយចន្លោះដូចតាកតងនៅក្នុងបាណាតិបាតសម្រាប់សត្វក៏ធ្វើហើយអមុសាវាទកុហកនោះក៏ធ្វើផឹកសូរាប្រព្រឹត្តខុសលើប្រពន្ធកូនអ្នកដតីក៏ធ្វើគ្រប់ទាំង5ហ្នឹងនៅអាឈ្នាននេះនៅអាគិតអាក្រក់ទៅលើគេក៏មានគ្រប់បែបប៉ុន្តែខ្ញុំខ្លាចបាបខ្ញុំអត់ធ្វើបាបទេប៉ុន្តែរាល់ថ្ងៃហ្នឹងគឺធ្វើបាបរាល់ថ្ងៃតែអត់ដឹងទេអត់ដឹងថាខ្លួនឯងធ្វើបាបទេមាននៅក្នុងគណៈសង្ស័យណាដោយសារតែគាត់មិនបានសិក្សារៀនសូត្រអំពីព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធគាត់នៅក្នុងគណៈសង្ស័យថាមានបាបមានអត់ណោះហើយនៅក្នុងគណៈសង្ស័យអញ្ចឹងហើយបាបហ្នឹងវានាំឲ្យយើងទុកលំបាកមានអត់សួរអញ្ចឹងណាវានៅក្នុងគណៈសង្ស័យបទជនណាបទជនហ្នឹងបាបមានអត់ហ្នឹងបាសកបាសកាបកណ្ណាគុំម្ចាស់ទាំងអស់យើងអាចសិក្សាអំពីព្រះធម៌យើងអាចសង្កេតនៅក្នុងបច្ចុប្បន្នហ្នឹងមានអ្នកខ្លះគាត់ដោយការឈឺលំបាកអញ្ចឹងទៅលុយក៏មិនមានទៅមើលអញ្ចឹងទៅជំងឺហ្នឹងក៏កើតឡើងមកហើយឃើញគាត់លំបាកអត់នៅក្នុងគណៈហ្នឹងអាហ្នឹងគឺជាផលរបស់អីគឺជាផលរបស់បាបឬក៏ត្រូវគេវាយត្រូវគេសម្លាប់អាហ្នឹងគឺផលរបស់បាបហ្នឹងឯងទោសរបស់បណ្ណានិបាតហ្នឹងឯងត្រូវគេបៀតបៀនត្រូវគេសម្លាប់វិញអញ្ចឹងទៅមិនគេសម្លាប់ទេក៏ខ្លួនឯងសម្លាប់ខ្លួនឯងអញ្ចឹងទៅហ្នឹងគឺជាផលរបស់បាបយើងមើលទៅយើងមិនសង្ស័យទេបើសិនតែយើងពិចារណាដល់កន្លែងនេះគឺយើងហេតុអីបានជាមនុស្សនឹងកើតមកវាខុសគ្នាពេលខ្លះក៏មានទ្រព្យទៅពេលខ្លះក៏អត់ទ្រព្យទៅអ្នកខ្លះក៏មានជំងឺច្រើនអញ្ចឹងទៅមើលយើងអាចពិចារណាមើលមកបើយើងពិចារណាដល់កន្លែងនេះគឺបាបនឹងឯងវាមានអញ្ចឹងគឺយើងនឹងឯងគួរវាចាទង្វើបាបនោះកុំអោយបាបនឹងឯងវាកើតឡើងនៅក្នុងចិត្តយើងតែកាលណាបើបាបនឹងឯងវាកើតឡើងនៅក្នុងចិត្តយើងច្រើនទៅញយទៅគឺវាមានកម្លាំងគឺវាហុចផលឲ្យលឿនអញ្ចឹងទៅតែបើសិនបងកុសលដូចគ្នាតែបើយើងសន្សំញយទៅវាមានកម្លាំងគឺវាហុចផលឲ្យយើងដូចគ្នាហើយដូចខ្ញុំថ្ងៃមុននៅក្នុងរដូវកឋិនខ្ញុំក៏បានខ្ចីលុយលោកប្អូនហ្នឹងជូនម៉ែប្រុសគិតថារដូវកឋិនហើយមិនថាកូនខ្លះគាត់មិនបានជូនទេដោយសារតែភាគច្រើនប្រពៃណីខ្មែរយើងគឺភាគច្រើនគឺបន់ទៀនអីគឺតែងតែជូនអញ្ចឹងទៅប៉ុន្តែបន់ជុំបន់អីអាហ្នឹងគឺចេះតែជូនលុយម៉ែដើម្បីឲ្យម៉ែនឹងបានធ្វើបន់ធ្វើទៀនអីផ្សេងព្រោះគាត់ចាស់ហើយគាត់មិនដឹងទៅរលុយណាបានទេខ្ចីខ្ញុំក៏អត់មានដែរអញ្ចឹងទៅក៏ខ្ចីលុយលោកប្អូនហ្នឹងបាន50000ជូនម៉ែនៅរដូវកឋិនស្រាប់តែខ្ញុំជូនលុយម៉ែឲ្យខ្ញុំទៅលេងមុខវៀងអត់មានទាំងលុយអីទិញអីហូបទេទៅស្រាប់តែខ្ញុំផុសអញ្ចឹងទៅមិត្តភក្តិខ្ញុំឃើញធ្លាប់ជួបគ្នាធ្វើការងារជាមួយគ្នាឃើញទៅគាត់ចង់ជួបខ្ញុំហើយគាត់ទៅគាត់
តលីមុខវាងដែលគាត់ប៉ាវខ្ញុំឲ្យហូបនេះហូបនោះអញ្ចឹងទៅជីកទូកទៅកោះនារីមើលនេះមើលនោះអាហ្នឹងគឺជាបានខ្ញុំគិតឃើញថាបុណ្យកុសលហ្នឹងវាកំពុងហុចផលអយនៅពេលហ្នឹងកំពុងតែហុចផលអយយើងកំពុងតែអត់យើងកំពុងតែអត់មានអីយើងគិតតែដើរមើលគេណាស្រាប់តែហុចផលអយហើយដល់ពេលដែលមិត្តភ័ក្តិខ្ញុំក៏ក្រៅពីប៉ាវខ្ញុំហើយអស់ដល់បន្លាគាត់មកដល់កន្លែងស្រាប់តែគេឲ្យលុយ$100ទៅគាត់ឆាត់មើលប្រាប់ខ្ញុំមិនដឹងថាអយប្រុសហេតុអីទេប៉ុន្តែក្នុងគណៈហ្នឹងគឺមានន័យថាកុសលនឹងគឺវាកំពុងតែហុចផលអយកំពុងតែហុចផលអយហើយការធ្វើបន់នេះគឺវាអាស្រ័យទៅលើអ្នកមានគុណធម៌ដែរបានវាឆាប់អយផលដែរតែបើថាបុគ្គលនោះអត់មានគុណធម៌ទេគឺអត់ងាយអយផលទេវាអយផលលឿនបើសិនតែយើងធ្វើចំពោះបុគ្គលដែលមានគុណធម៌គឺអយផលលឿនហើយអាហ្នឹងគឺមិនមែនខ្ញុំចង់និយាយថាខ្ញុំនឹងគឺជាមនុស្សមានគុណធម៌ទេមានគុណធម៌អីបានសម្រេចអីទេគឺអត់មានទេខ្ញុំគឺជាមនុស្សធម្មតាជាមនុស្សធម្មតាគ្រាន់តែថាខ្ញុំរក្សាសិល5តែប៉ុណ្ណោះឯងហើយម៉ែខ្ញុំក៏គាត់រក្សាសិល5ដែរសិល3ដែរកន្លែងនេះគឺយើងអាចដឹងយើងអាចសង្កេតដឹងថាផលហ្នឹងវាហុចផលអយហុចផលអយបើយើងចេះពិចារណាយើងអាចយល់ដឹងហើយបើសិនតែយើងធ្វើចំពោះអ្នកមានគុណធម៌ធ្វើបាបចំពោះអ្នកមានគុណធម៌អញ្ចឹងគឺបាបនឹងក៏វាហុចផលឲ្យលឿនដូចគ្នាដូចជាទេវទត្តអញ្ចឹងទេវទត្តមិនធ្វើលុហេតុទៅបាបរបស់ព្រះសម្មាសម្ពុទ្ធឲ្យពុះពងដោយសាររុញថ្មហ្នឹងសង្កត់ទៅត្រូវនៅមេជើងតិចទៅហើយក៏បំបីសងទៀតទេវទត្តបំបីសងទៀតហើយកម្មនឹងឯងគឺមិនអោយផលទៅជាតិខាងមុខទេគឺអោយជាតិនៅក្នុងបច្ចុប្បន្នហ្មងទេវទត្តគឺបានទទួលកម្មនឹងគឺនៅក្នុងបច្ចុប្បន្នហ្មងហើយកម្មចំពោះព្រះសម្មាសម្ពុទ្ធយើងដឹងហើយថាព្រះសម្មាសម្ពុទ្ធគឺជាបុគ្គលដែលគុណខ្លាំងហ្មងណាគុណខ្លាំងគុណមហាគុណហ្មងព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅធ្វើឲ្យទេវទត្តធរណីស្រោបអញ្ចឹងទៅឃើញនៅក្នុងជាតិបច្ចុប្បន្ននេះហើយធាក់ទៅកាន់នរកទៀតព្រោះទេវទត្តត្រអនន្តរិយកម្មតែត្រអនន្តរិយកម្មនេះបើសិនតែចំពោះធ្វើចំពោះមេដាបេដាខ្លួនឯងមេដាបេដាខ្លួនឯងអត់សូវមានគុណធម៌ទេគឺតើតែស្លាប់ទៅបានធាក់ទៅកាន់នរកតែបើសិនតែមេដាបេដានឹងគឺជាអ្នកមានគុណធម៌ខ្លាំងអញ្ចឹងគឺសូម្បីតែផែនដីនេះក៏មិនអាចទ្របុគ្គលនោះបានដែរដោយទេវទត្តធ្វើចំពោះព្រះសម្មាសម្ពុទ្ធអញ្ចឹងផែនដីនោះក៏មិនអាចទ្រទេវទត្តនោះបានទេគឺត្រូវតែធរណីនឹងឯងស្រោបទៅហើយទៅសោយទុកនៅក្នុងនរកនឹងគឺនៅក្នុងបច្ចុប្បន្នខ្ញុំលើកអំពីធ្វើល្អមកនិយាយបើសិនតែវាមានកម្លាំងថាបើសិនតែវាមានកម្លាំងនឹងគឺវាអោយផលនៅក្នុងបច្ចុប្បន្ននឹងវាមិនចាំបាច់ជាតិទៅខាងជាតិទី2ទេបានអោយផលទេគឺវាអោយនៅក្នុងបច្ចុប្បន្ននេះឯងទាំងល្អក្តីទាំងអាក្រក់ក្តីបើសិនតែវាមានកម្លាំងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងឯងធ្វើបន់នឹងឯងឲ្យរឿយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបញ្ញាញ្ជេពុរិសោកាយរាធេណាំងបណាតមហិឆន្ទៀងកាយរាថាសខបញ្ញាសឧច្ចយោបើបរោះធ្វើបន់ក៏បីធ្វើបន់នោះរឿយក៏បីធ្វើសក្តិពេញចិត្តនៅក្នុងបន់នោះព្រោះថាការសន្សំបន់តែនៅសក្តិសុខមកអត់នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបើសិនតែយើងឯងធ្វើបន់ឲ្យរឿយធ្វើបន់ឲ្យរឿយអញ្ចឹងតែកាលណាយើងធ្វើបន់រឿយទៅគឺសន្សំសេចក្តីល្អនឹងញយទៅវាមានកម្លាំងគឺវាហុចផលឲ្យលឿនឲ្យយើងឃើញលឿនមិនចាំបាច់យើងសង្ស័យទេព្រោះវាឲ្យមកភ្លាមតែម្ដងបើយើងធ្វើចំពោះអ្នកមានគុណធម៌គឺកាន់តែល្អទៀតទោះក្នុងបច្ចុប្បន្ននេះអត់មានការអ្នកណាមួយដែលមានគុណធម៌ដូចជាសម្ដេចព្រះអរហន្តសម្ដេចសត្តាអីផ្សេងៗដែលយើងមិនដឹងណាប៉ុន្តែយើងក៏បីធ្វើសេចក្តីល្អឲ្យរឿយដែរគេហៅថាដូចពាក្យខ្មែរយើងថាទឹកដែលវាស្រក់តក់ណាវាអាចទន្លុះថ្មបានវាអាចទន្លុះថ្មនឹងបានការព្យាយាមនឹងវាអាចទន្លុះថ្មនឹងបានអញ្ចឹងគឺយើងធ្វើមិនចំពោះអ្នកណាមួយទេគឺយើងធ្វើល្អទៅគឺល្អធ្វើចំពោះអ្នកណាមួយក៏បានដែរធ្វើចំពោះអ្នកណាមួយក៏ល្អដែរវាមិនមែនទៅថាបុគ្គលនេះបុគ្គលនោះហើយយើងចាំអ្នកនេះសម្ដេចព្រះអរហន្តចាំអ្នកនោះសម្ដេចសោតាចាំអ្នកនេះធ្វើល្អផ្សេងបានយើងធ្វើគឺយើងមិនអាចទេយើងមិនអាចទៅរកទេអញ្ចឹងយើងពេលខ្លះយើងមិនទាន់យើងចាំរហូតដល់ពេលយើងអស់ជីវិតទៅគឺមិនបានធ្វើសេចក្តីល្អអីផ្សេងទេតែយើងក៏បីធ្វើអ្នកណាក៏ដោយគឺយើងឲ្យតែយើងមានគឺយើងគួរតែចែករំលែកទានចែករំលែកសេចក្តីល្អផ្សេងណែនាំគេឲ្យធ្វើល្អផ្សេងស្ដាប់នៅប្រធัวអីផ្សេងអានឹងឯងគឺធ្វើឲ្យយើងឯងបាន
សន្សំសេចក្តីល្អនឹងឯងបន្តិចទៅដល់ពេលតែយើងអានការសន្សំសេចក្តីល្អនឹងឯងធ្វើឲ្យយើងទៅកើតនៅជាមួយអ្នកដែលល្អមិនថាតកូលយើងក៏រស់នៅជាមួយអ្នកដែលល្អអញ្ចឹងទៅចេះស្រឡាញ់គ្នាចេះរាប់អានគ្នាអញ្ចឹងទៅរស់នៅជាមួយនឹងបុគ្គលដែលល្អតែបើសិនតែយើងអត់ដែលសន្សំសេចក្តីល្អទេមិនថាអញ្ចឹងបាបនឹងវាចាត់ចែងឲ្យយើងឯងទៅកើតកន្លែងថោកទាបអញ្ចឹងទៅកើតជាសត្វទេរិឆានអញ្ចឹងទៅកើតជាប្រេតទៅកើតជានរកអញ្ចឹងទៅកើតនៅក្នុងមនុស្សដែលកាយសាហាវអញ្ចឹងទៅមានតែការឈាននេះគ្នាមានតែការវាយតប់គ្នាអញ្ចឹងទៅឃើញទៅនៅទៅមើលនេះទៅមើលនោះទៅត្រូវគេវាយត្រូវអីអញ្ចឹងទៅអោយជួបតែមនុស្សដែលអាក្រក់ហ្នឹងឯងតែបើសិនតែយើងធ្វើល្អយើងទៅជួបជាមួយនឹងសពអរោះអញ្ចឹងទៅពោលធัวឲ្យស្ដាប់អញ្ចឹងទៅនាំយើងធ្វើសេចក្តីល្អផ្សេងធ្វើទានចែករំលែកអីផ្សេងអញ្ចឹងទៅឃើញទេបុណ្យកុសលនឹងឯងគឺវាចាត់ចែងឲ្យយើងឯងទៅជួបនៅសេចក្តីល្អបើយើងធ្វើល្អយើងទៅជួបល្អបើយើងធ្វើអាក្រក់យើងទៅជួបអាក្រក់អញ្ចឹងទៅទីនេះបាសកបាសកាឬក៏បកណាគុំចាត់ថាចុះបើយើងធ្វើល្អដែរហើយស្រាប់តែមានគេមកវាយើងអាហ្នឹងគឺនៅក្នុងបច្ចុប្បន្ននេះវាមិនទាន់ហុចផលអោយវាមិនទាន់មានកម្លាំងវាមិនទាន់ហុចផលអោយគឺយើងទៅជួបអាកម្មដែលយើងធ្វើពីមុនដែលយើងមិនទាន់បានដែលយើងមិនដឹងពីជាតិមុនដែលយើងធ្វើអាក្រក់អីផ្សេងៗមនុស្សយើងគឺវាមានខុសខ្លះត្រូវខ្លះអញ្ចឹងវាមិនមានអ្នកណាមួយថាល្អជាតិនេះជាតិក្រោយក៏មិនប្រកាសថាយើងនឹងធ្វើល្អនៅកន្លែងណាអញ្ចឹងជួបមិត្តភក្តិណាអញ្ចឹងទៅនឹមយើងទៅធ្វើអាក្រក់ផ្សេងទៅបៀតបៀនគេទៅចាំលោភកូនគេអីផ្សេងអាហ្នឹងគឺយើងមើលមិនដឹងទេតែសំខាន់នៅក្នុងបច្ចុប្បន្នយើងបានធ្វើល្អហើយនៅយើងបានសាងសេចក្តីល្អហើយនៅយើងកុំគិតដល់អនាគតព្រោះអនាគតយើងមិនទាន់ឃើញតែបច្ចុប្បន្នយើងមើលឃើញយើងអាចធ្វើបានយើងអាចធ្វើជាមនុស្សល្អបានជាចុងក្រោយខ្លាចបាបតែធ្វើបាបយើងអត់បានធ្វើល្អខ្លាចបាបព្រោះគិតថានៅក្នុងគណៈសង្ស័យនៅតែធ្វើបាបមិនដែលគឺថាសង្ស័យបាបមានអត់ដូចខ្ញុំបានលើកមកមិញអញ្ចឹងលើកមកអាអញ្ចឹងទាំងរឿងទេវទត្តនិងព្រះសម្មាសម្ពុទ្ធហើយនឹងរឿងដែលខ្ញុំធ្លាប់ជួបមកហ្នឹងអញ្ចឹងគឺកម្មរបស់បាបវាមានហើយសេចក្តីល្អក៏មានអញ្ចឹងគឺបុណ្យក៏មានបាបក៏មានដែរធម្មតាគឺរស់នៅក្នុងបច្ចុប្បន្នយើងមានអ្នកណាមួយដែលថាល្អអីចោះទេតែយើងក៏បីប្រឹងប្រែងកែប្រែមិនមែនថាមិនល្អអីចោះបណ្ដោយទៅតាមយថាកម្មជប់ល្អធ្វើល្អទៅធ្វើអាក្រក់ផងទៅគេថាឈើក៏កាប់ហ្នឹងណាបុណ្យក៏ធ្វើអីហ្នឹងអត់ទេឈើក៏កាប់បុណ្យក៏ធ្វើហ្នឹងបើដល់ពេលទុកអោយផលទៅទទួលស្គាល់ព្រោះយើងធ្វើបាបដែរមិនអោយវាអោយផលមិនអញ្ចឹងគេខ្លះក៏គេធ្វើល្អដាក់យើងទៅពីខ្លះគេធ្វើអាក្រក់ដាក់យើងទៅដោយសារតែកម្មរបស់យើងនឹងធ្វើអាក្រក់ពីមុនមកនឹងយើងមិនអាចមើលឃើញបានអញ្ចឹងយើងបច្ចុប្បន្នយើងក៏បីវាចាកទៅក៏បីបើថាយើងក្នុងគណៈនេះយើងធ្វើអាក្រក់យើងក៏បីវាចាកទៅជាចុងក្រោយខ្ញុំកណាមានការចែករំលែកអំពីព្រះធម៌ប្រមាណប៉ុណ្ណឹងហើយសូមប្រគេនដល់ប្រកាសណាគុំចាស់ដល់បាសកបាសកាឲ្យទិដល់ពពួកញាតិនៅក្នុងសង្សារវត្តមិត្តភ័ក្តិរបស់ខ្ញុំដែលបានចែកឋានទៅពេលចែកឋានទៅចែកឋានទៅ2ឆ្នាំហើយតែខ្ញុំអត់ដឹងខ្ញុំថាតែគាត់រស់នៅអញ្ចឹងគឺតបនឹងទៅលឺដំណឹងថាលោកប្អូនប្រាប់ថាគាត់ស្លាប់2ឆ្នាំហើយអត់ដែលបានដឹងអញ្ចឹងឧទ្ទិសបងកុសលនេះដល់មិត្តភ័ក្តិឲ្យទៅនៅកន្លែងណាគឺសូមឲ្យបានបនស្មើនឹងខ្ញុំកណ្ណាដែរសូមអនុមោទនា